ស្វាគមន៍ប្រិមិត្តលោកអ្នកស្ដាប់ជាទីមេត្រីតឡងមកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីយប់15កើតដោយតែប្រិមិត្តអរគ្នាបានជ្រាបរួចមកហើយថាកម្មវិធីយប់15កើតគឺជាកម្មវិធីដែលតែងតែចែករំលែកនៅរឿងរ៉ាវអបិយជំនឿវិញ្ញាណខ្មោចព្រាយបិសាចអមនុស្សក៏ដូចជារឿងរ៉ាវព្រឹត្តរន្ធត់ផ្សេងៗដែលបានមកពីការនិយាយប្រាប់តគ្នាឬក៏ជារឿងរ៉ាវពិតដែលកើតឡើងនៅក្នុងសង្គមយើងសពថ្ងៃនេះបាទបន្ទាប់ពីយើងបានបែកគ្នាមួយរយៈមកនេះឃើញថាហាក់ដូចជារៀងស្ងាត់ហើយក៏មានការនឹករលឹកដល់ប្រិមិត្តអស់គ្នាខ្លាំងមែនទែនហើយតើបងប្អូនយើងទាំងអស់គ្នាសុខទុក្ខសុខសប្បាយធម្មតាឬក៏យ៉ាងណាដែរជួយខមមិនឲ្យខ្ញុំបានដឹងផងដោយសពដងអញ្ចឹងគឺនៅក្នុងរាត្រីនេះខ្ញុំមានរឿងរ៉ាវព្រឺរោមួយរឿងដែលទទួលបានពីលោកអ៊ំដាដែលបច្ចុប្បន្ននេះគឺគាត់មានទីលំនៅនៅឯខាងខេត្តសៀមរាបប្រិមិត្តអស់គ្នាអ៊ំប្រុសក៏បានចែកម្លែកនៅរឿងរ៉ាវដ៏រន្ធត់មួយដែលកើតមកលើអ៊ំប្រុសផ្ទាល់ដែលតាក់ទងទៅនឹងរឿងរ៉ាវដ៏រន្ធត់នៅក្នុងភូមិបោកដៃបាទគ្រាន់តែឮឈ្មោះគឺខ្ញុំចាប់អារម្មណ៍មែនទែនហើយភូមិបោកដៃនេះទៀតសោតក៏សូមបញ្ជាក់ផងដែរគឺមិនមែនជាឈ្មោះភូមិពេញលេញដែលគេទទួលស្គាល់ជាផ្លូវការនោះទេគ្រាន់តែជាឈ្មោះដែលអ្នកភូមិពីមុនគាត់ហៅតគ្នាតែប៉ុណ្ណោះហើយប្រសិនបើប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់គ្នាចង់ដឹងថាភូមិបោកដៃនាពេលបច្ចុប្បន្ននេះមានឈ្មោះផ្លូវការថាជាភូមិអ្វីខ្ញុំនឹងជម្រាបជូនប្រិមិត្តអស់គ្នាបានស្ដាប់បានដឹងនៅខាងចុងវីដេអូចឹងកុំឲ្យខាតពេលយូរសូមបង្វែរអារម្មណ៍ប្រិមិត្តអស់គ្នាទៅតាមដានសាច់រឿងដូចតទៅដើមសាច់រឿងដំបូងបន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកអ៊ំដាដោយចៃដនហើយដោយសារតែគាត់គឺជាអ្នកដែលជួបនៅហេតុការណ៍នេះផ្ទាល់នៅក្នុងភូមិបោកដៃហ្នឹងកាលពីឆ្នាំ1998ប្រិយមិត្តអរគ្នាហើយដោយសារតែគាត់បានជួបផ្ទាល់គាត់ក៏បាននិយាយរៀបរាប់ថាបច្ចុប្បន្ននេះគឺគាត់មានអាយុក្បែរ70ឆ្នាំទៅហើយជីវិតរបស់អ៊ំគឺគាត់បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើនណាស់មកហើយប៉ុន្តែនៅមានរឿងមួយនៅក្នុងចិត្តដែលគាត់មិនអាចភ្លេចបានរហូតដល់សប្តាហ៍ថ្ងៃនេះអ៊ំប្រុសក៏បានបន្តទៀតដែរថាកាលពីឆ្នាំ98ហ្នឹងគឺគាត់រស់នៅមានទីលំនៅនៅក្នុងភូមិបោកដៃនៅចាំបាត់ស្ទឹងសៀមរាបប៉ុន្តែបើនិយាយអំពីទស្សនវិជ្ជានៅពេលនោះវាខុសពីយើងបច្ចុប្បន្ននេះឆ្ងាយទី1តកតងនឹងភ្លើងអគ្គិសនីគឺមិនទាន់មានទូលំទូលាយទេលក្ខណៈថាផ្ទះខ្លះអ្នកមានលទ្ធភាពក៏គេប្រើអាគុយអ្នកខ្លះក៏ប្រើភ្លើងចង្កៀងហើយក៏មានមធ្យោបាយផ្សេងទៀតដើម្បីបំភ្លឺផ្ទះអញ្ចឹងទៅប៉ុន្តែអ៊ំប្រុសរៀបរាប់ថាមានតែភ្លើងចង្កៀងប្រេងកាតទេដែលគេនិយមប្រើនៅពេលនោះព្រោះយើងប្រើទៅតាមកម្រិតថវិកាដោយកត្តាជីវភាពព្រោះសម័យកាលនោះយើងមិនទាន់ធូរធារទេប្រជាជនយើងហើយមួយទៀតទស្សនវិជ្ជានៅមាត់ស្ទឹងគឺគួរឲ្យខ្លាចមែនទែនវាសម្បូរទៅដោយដើមឈើធំហើយជាពិសេសមានដើមអំពិលធំមកជួរអបនៅសងខាងមាត់ស្ទឹងហ្នឹងហើយក៏មានស្ពានដែកមួយសម្រាប់ឆ្លងកាត់ស្ទឹងហ្នឹងហើយមិនដឹងថាសប្តាហ៍ថ្ងៃនេះស្ពានហ្នឹងគេនៅតែប្រើប្រាស់ដល់សប្តាហ៍ថ្ងៃឬក៏គេរុះរើចោលសាងសង់ស្ពានថ្មីទៅហើយខ្ញុំក៏មិនទាន់បានដឹងច្បាស់ដែរដោយសារខ្ញុំមិនទាន់បានទៅតំបន់ហ្នឹងអញ្ចឹងបើសិនណាជាមានប្រិមិត្តណាលោកបានដឹងសូមជួយខមមិនប្រាប់នៅខាងក្រោមវីដេអូខ្ញុំក៏ដូចជាប្រិមិត្តផ្សេងទៀតបានដឹងផងហើយនេះគឺជាការរៀបរាប់ត្រួសរបស់អ៊ំប្រុសឲ្យយើងសាកសម័យទៅមើលទស្សនវិជ្ជាកាលពីជំនាន់នោះថាវាគួរឲ្យខ្លាចបណ្ណាវាដូចនៅក្នុងព្រៃសុទ្ធហើយប្រិមិត្តអរគ្នាទឹកស្ទឹងក៏ហូរខ្លាំងដែរវាមានសភាពគួរឲ្យខ្លាចហើយអ៊ំប្រុសក៏បានបញ្ជាក់ទៀតដែរថាភូមិនោះគឺជាភូមិមួយដែលគេបានឃើញខ្មោចញឹកញាប់មែនតើហើយគាត់ផ្ទាល់ក៏ជាអ្នកដែលបានឃើញរឿងនោះជាក់ស្ដែងបានជួបរឿងនោះជាក់ស្ដែងផងដែរហើយមិនត្រឹមតែប៉ុណ្ណោះគឺជារឿងដែលរន្ធត់ដល់ថ្នាក់ឲ្យតែអ៊ំប្រុសគាត់ថានឹកឃើញពេលណាគឺព្រឺសម្បល់តែម្ដងនិយាយបដៅគាត់ព្រឺរោមបដៅអញ្ចឹងណាហើយគាត់បង្ហាញលក្ខណៈថាធម្មតានៅពេលដែលនិយាយរឿងរ៉ាវណាដែលវាព្រឺរោមទៅវាបាសរោមច្រាងអញ្ចឹងណាគាត់ហុចដៃគាត់បង្ហាញឲ្យយើងមើលពីអាការៈដែលព្រឺសម្បល់ហ្នឹងប្រិមិត្តអរគ្នាហ
ហើយសាច់រឿងបន្តនោះគឺដំបូងឡើយក្នុងឆ្នាំ98ហ្នឹងធ្លាប់មានមនុស្សស្រីម្នាក់ស្លាប់ដោយសារតែលង់ទឹកហើយផ្ទះអ្នកដែលស្លាប់ហ្នឹងគឺនៅជាប់ក្បែរគល់ស្ពានហ្នឹងឯងដល់ពេលអញ្ចឹងទៅថ្ងៃនោះមួយប្តីគាត់អត់នៅទៅធ្វើការបាត់ទៅមានកូនតូចល្មមដែលអាចដើរលេងបានអញ្ចឹងណាដល់ពេលកូនហ្នឹងភ្លេចខ្លួនវាចុះលេងទឹកស្ទឹងដល់ពេលចុះលេងទៅទឹកវាហូរខ្លាំងក៏គួចយកទៅដល់ពេលទឹកគួចយកទៅគាត់ធម្មតាចិត្តជាម្ដាយគឺតែឃើញកូនលងទឹកឲ្យស្រែករកគេមិនតាន់មានតែចុះទៅជួយខ្លួនឯងព្រោះខ្លួនឯងអ្នកឃើញមុនដល់ពេលចុះទៅអាទឹកគួចទៅទាញដៃកូនបានមកអែបច្រាំងមកតែខ្លួនឯងទឹកគួចយកទៅក៏ស្លាប់ទៅលងទឹកស្លាប់គេជួយអត់តាន់ដោយសារកាលហ្នឹងផ្ទះអ្នកភូមិនៅមវល់ពីគ្នាមិនមែនលក្ខណៈថានៅគៀកគ្នាដូចយើងសពថ្ងៃនេះទេផ្ទះនៅឆ្ងាយពីគ្នាអញ្ចឹងទឹកហូរខ្លាំងផងអញ្ចឹងអត់មានអ្នកជួយទាន់គាត់ក៏បាត់បង់ជីវិតទៅដល់តែពេលឈូឆោអ្នកភូមិគេទៅជួយលើកក្មេងលើកអីមកបាត់ម្ដាយបាត់ម៉ែរបស់កូនតូចហ្នឹងដល់ពេលអញ្ចឹងទៅអត់មានណាគេហ៊ានជាមួយទឹករោទេដោយសារកម្លាំងទឹកនោះវាហូរខ្លាំងផងរហូតដល់គេចាំអីទៅឈូឆោផ្អើលនាំគ្នាអ្នកភូមិអីឈូឆោមើលទៅបាត់សពនឹងរត់ឃើញរហូតដល់ប្រហែលថ្ងៃក្រោយនោះបានវាហើមទៅដណ្ដែតអញ្ចឹងណាដល់ក្រោយមកគេរកឃើញទៅក៏ធ្វើលក្ខណៈថាគេបូជាភ្លើងអញ្ចឹងទៅដោយសារតែកាលនោះតែមានលក្ខណៈថាជីវភាពគ្រួសារមិនតាន់ធូរធារទេអញ្ចឹងមានអាយុទៅយើងលក្ខណៈថាគេដាក់តែមួយឈូសមួយទៅក៏បូជាតែម្ដងទៅអានេះគឺជាដើមហេតុនៃការស្លាប់ប្រិមិត្តអរគ្នាអញ្ចឹងក្រោយមកអ៊ំប្រុសប្រាប់ថាក្រោយពីស្លាប់បានប្រហែលថ្ងៃមកបូជាហើយប្រហែលថ្ងៃមកគឺចាប់ដើមលងហើយមួយទៀតសោតផ្ទះនៅគៀកគល់ស្ពានហើយអាគៀកគល់ស្ពានដូចនិយាយចឹងថាវាមានដើមអំពិលច្រើនដើមអំពិលធំហើយវាសុបទ្រុបនិយាយទៅគឺគួរឲ្យខ្លាចហើយមានមនុស្សស្លាប់នៅនឹងទៀតដល់ពេលអញ្ចឹងទៅមើលទៅជ្រុងណាក៏ខ្លាចជ្រុងណាក៏ខ្លាចវាលក្ខណៈថាសុទ្ធតែប្លង់លងហ្មងនិយាយទៅនិយាយងាយយល់គួរឲ្យខ្លាចមែនទែនដល់ពេលចាប់ដើមលងគឺលងអ្នកភូមិនៅនឹងឯងលក្ខណៈថាឲ្យតែអ្នកធ្វើដំណើរជិះកាត់ស្ពាននឹងមិនថាពេលយប់ឬក៏ក្បាលប្រលប់ទេគឺដឹងតែលងហើយលងភាគច្រើនគឺឲ្យតែអ្នកធ្វើដំណើរឆ្លងកាត់ស្ពានហ្នឹងគឺឮសំឡេងមនុស្សស្រីយំនៅក្រោមស្ពានហ្នឹងហើយជួនកាលឮសំឡេងយំជួនកាលឮសំឡេងស្រែកឲ្យជួយហើយជួនកាលទៀតហៅចំឈ្មោះតែម្ដងហើយមិនបានស្គាល់ឈ្មោះដោយសារតែគាត់គឺជាអ្នកនៅភូមិនឹងដែរអញ្ចឹងភាគច្រើនគាត់ស្គាល់ឈ្មោះអញ្ចឹងណាហើយហៅឲ្យជួយហ្នឹងគឺឲ្យជួយគាត់ឲ្យជួយរកកូនគាត់អញ្ចឹងណាសួររកកូននៅណាអត់តាន់ដឹងទេអត់តាន់ដឹងថាកូនរស់ឬក៏ស្លាប់ទេប៉ុន្តែកូនគាត់អត់អីទេកូនគឺនៅមានជីវិតទេប៉ុន្តែគាត់ថាមិនដឹងមិនវិញ្ញាណអ្នកដែលស្លាប់ទៅនៅកបល់កបាយលក្ខណៈថានៅតែអាឡ័យអញ្ចឹងណាយើងអត់ដឹងដែររឿងហ្នឹងដល់ពេលអ្នកភូមិដែលគាត់ធ្វើដំណើរនៅភូមិហ្នឹងដែលឆ្លងកាត់ស្ពានហ្នឹងធម្មតាតែឮសំឡេងយំហើយយើងមិនឆ្ងោកមើលក្រោមស្ពានដល់ពេលឆ្ងោករោទៅវាមិនឃើញជួនកាលឮសំឡេងនៅក្រោមស្ពានដល់ពេលឆ្ងោកមើលវាឮនៅលើស្ពានជួនកាលឮនៅក្រោយខ្នងយើងណាហើយសំឡេងហៅដូចគ្នាដែរម្ដងឮក្រោមស្ពានម្ដងឮក្រោយខ្នងម្ដងឮលើចុងអំពិលអីនោះដល់ពេលអញ្ចឹងទៅវាលក្ខណៈថាគេមិនងាយបង្ហាញខ្លួនទេពួកអមនុស្សហ្នឹងគឺធម្មតានិយាយសាមញ្ញពួកខ្មោចហ្នឹងគឺគេមិនងាយឲ្យឃើញទេមិនងាយបង្ហាញខ្លួនទេប៉ុន្តែបើបង្ហាញខ្លួនហើយក៏រូបរាងមិនល្អមើលប្រហែលដែរគាត់តែមើលហើយគឺធ្វើឲ្យយើងខ្លាចតែម្ដងអញ្ចឹងណាហើយដល់ពេលអ្នកខ្លះបង្ហាញរូបរាងឲ្យឃើញលងគាត់រត់ចោលកង់រត់ចោលអីវ៉ាន់ក៏មានដែរដោយសារជំនាន់ពីដើមគឺអត់ទាន់មានម៉ូតូអីជិះច្រើនទេពីច្រើនទៅតាមភូមិអីដាច់ស្រយាលគឺពីច្រើនជិះតែកង់ចាស់មួយហើយជិះដឹកអីវ៉ាន់ដឹកអីលក់តាមភូមិអីឬក៏ដឹកបន្លែអីតិចតួចដើម្បីលក់ដូរបែបជីវភាពអ្នកស្រុកភូមិអញ្ចឹងណាប្រិយមិត្តអរគ្នាហើយដល់ពេលចេញលងធ្វើបាបអ្នកភូមិមែនទែនគាត់ថាខ្លះទាញកង់អត់ឲ្យជិះទៅមុខបានចាប់កង់ចាប់ជួនកាលដូចលក្ខណៈថាធ្វើកល
តែកលជីកង់អត់ទៅមុខទេធ្ងន់ណាស់ហើយជួនកាលតោងពីក្រោយកង់ណាជីពីក្រោយកង់ហ្នឹងក៏មានហើយជួនកាលទៅក៏តាមជីកង់អាគ្នាភ័យគ្នារត់ហើយជីកង់រត់ហើយតាមមកទៀតតាមហ្នឹងគឺមានថ្ងៃមួយនោះតាមអ៊ំស្រីម្នាក់មកដល់ផ្ទះហើយគាត់ចូលផ្ទះទាំងខ្លាចហើយលក្ខណៈថាតាមសួរគឺមិនសួររកអីទេគឺសួររកតាកូនហ្នឹងឯងសួរអ៊ំឃើញកូនខ្ញុំទេអ៊ំអញ្ចឹងណាហើយសលេងឡើងព្រួយតែមិនគាត់ថាស្ដាប់មកគឺខ្លាចដោយសារតែធម្មតាមនុស្សនិងអមនុស្សគឺសំលេងខុសគ្នាវាក៏ស្ដាប់មកធ្វើយើងខ្លាចមកហើយណាមួយខ្លាចអារូបរាងហើយខ្លាចសំលេងនឹងទៀតគាត់ឡើងឈឺចុះបើលេងសិតតែតាមសួរដល់ផ្ទះអញ្ចឹងសួរដល់មាត់ទ្វារផ្ទះអញ្ចឹងណាមិនខ្លាចហើយផ្ទះពីដើមមិនមែនងាយមានផ្ទះថ្មផ្ទះវីឡាណាសិតតែផ្ទះបាំងសង្កសីផ្ទះខ្លះបាំងលក្ខណៈថាប្រក់ស្លឹកត្នោតអញ្ចឹងអីគេធ្វើពីកណ្ដបអីអញ្ចឹងទៅស្លឹកត្នោតអីបិទបាំងដើម្បីតែរស់នៅបានបែបជីវភាពបែបអ្នកភូមិដៃសយ៉ាអញ្ចឹងទៅពួកពីដើមមកកន្លែងហ្នឹងក៏មិនតាន់ជាភូមិមួយដែលរីចម្រើនទេគាត់តែជាភូមិមួយដែលនៅបដោះអាសន្នលក្ខណៈថាចាប់ពីសម័យសង្គ្រាមមកគេនៅជុំគ្នាដើម្បីប្រកបរបររស់នៅលក់ដូរចិញ្ចឹមជីវិតអីចឹងទៅអាហ្នឹងបងប្អូនយើងប្រិយមិត្តយើងទាំងអស់គ្នាសាកមើលសម័យទៅកាន់អតីតភាពច្រើនហ្នឹងទៅអាចយល់បានតែខ្លួនឯងហើយថាវាខុសប្លែកពីបច្ចុប្បន្នឆ្ងាយប៉ុណ្ណាអានេះគឺជារឿងមួយវគ្គដែលលោកអ្នកភូមិដែលគាត់ធ្វើដំណើរឆ្លងកាត់ស្ពាននឹងពេលយប់ឬក៏ពេលព្រលប់ហ្នឹងណាដល់ពេលក្រោយមកលោកបានប្រហែលជាប្រហែលខែហ្នឹងអ៊ំប្រុសគាត់ក៏ទៅរកត្រីនៅស្ទឹងហ្នឹងដោយសារគាត់ត្រូវការរកត្រីរកអីលក្ខណៈឲ្យប្រពន្ធគាត់យកទៅលក់នៅផ្សារអញ្ចឹងណាហើយណាមួយគាត់ក៏មិនជាអ្នកខ្លាចអីណាដែរដោយសារតែគាត់ធ្លាប់ធ្វើទាហានអញ្ចឹងទៅគាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវច្រើនមិនមែនថាគាត់អត់ដែលធ្លាប់ខ្មោចលងទេខ្មោចលងដូចគ្នាដែរប៉ុន្តែដល់ពេលថ្ងៃមួយហ្នឹងលងគាត់ដែរទៅវាគួរខ្លាចទៅគាត់រត់ណាក៏ខ្លាចដែរអញ្ចឹងឃើញវាសាហាវពេកគាត់ថាពេលដែលគាត់កំពុងតែឈ្ងោករោត្រីដាក់មងរោត្រីហ្នឹងឮសំឡេងហៅល្វើយមកពីខាងស្ពានព្រោះពេលហ្នឹងគឺគាត់អត់បានរោត្រីនៅក្បែរស្ពានហ្នឹងទេគាត់មកឆ្ងាយពីស្ពានគួរសមដែរដល់ពេលហៅល្វើយទៅគាត់ក៏ឈួលអាក្បាលកែវគាត់ហ្នឹងអាពិលប្រចាំងហ្នឹងបង្វែរមើលឈួលមើលទៅអាកន្លែងស្ពានដែកហ្នឹងដល់ពេលតែដាក់មកភ្នែកទៅគឺសេរីចុះសេរីឡើងងាកទៅឃើញអង្គុយសយងជើងនៅនឹងអាស្ពានដែកហ្នឹងឯងហើយដល់ពេលឈួលចំទៅគាត់ឡើងភ្ញាក់អញ្ចឹងទៅស្រែកហៅឈ្មោះគាត់អ៊ំឃើញកូនខ្ញុំទេអ៊ំអញ្ចឹងណាដល់ពេលឈួលយូរទៅចេះតែរីកធំទៅហើយសក់នឹងចេះតែវែងទៅអស់ពីអង្គុយនៅលើស្ពានហ្នឹងដើរសំដៅមករកគាត់បណ្ដោយដើរហើយមកគួរខ្លាចមែនទែនគាត់ថាឃើញអាការៈនោះខ្លាចគាត់ថាខ្លាចគាត់ដែរចេះខ្លាចយកដល់ថ្នាក់ហ្នឹងទេដល់តែពេលមកគៀកទៅគាត់ក៏រត់បណ្ដោយហើយតែខ្លាចរត់ដល់ពេលរត់ទៅដេញតាមគាត់ហ្នឹងឯងដើរតាមគាត់ពីក្រោយចេះគៀកទៅហើយគាត់នឹងរត់គាត់ថាគាត់រត់លឿនដែរប៉ុន្តែគេនោះដូចគេវាមានរិទ្ធវាមានពួកអមនុស្សហ្នឹងគេមានរិទ្ធរបស់គេដល់ពេលអញ្ចឹងទៅគេចេះតែលឿនមកហើយសួររកអ៊ំឃើញកូនខ្ញុំទេអ៊ំអញ្ចឹងណាហើយគាត់តែពីប្រឹងរត់ទេគាត់តែពីប្រឹងរត់ឡើងពាក់កណ្ដាលផ្លូវមកផ្ទះរត់ទៅបាត់សលេងទៅក៏គាត់ថាគាត់រៀងរត់បានឆ្ងាយដែរក៏សម្រាប់ចិត្តងាកមើលហ្នឹងគឺក្នុងបំណងមួយថាចង់ដឹងថាគេឈប់តាមគាត់ហើយនៅអញ្ចឹងណាព្រោះរត់ឆ្ងាយគ្រាន់ដែរហត់ដែរពីកន្លែងដាក់មងរោត្រីនឹងមកផ្ទះឆ្ងាយគួរសមដែរដល់ពេលអញ្ចឹងទៅពេលទៅជិះកង់ដល់ពេលមករត់ចោលកង់ខ្លាចពេកដល់ពេលអញ្ចឹងថាងាកហ្នឹងចង់ដឹងថាគេឈប់តាមហើយនៅមានណាព្រោះវារឿងស្ងាត់សំឡេងហៅនោះងាកទៅនៅពីក្រោយខ្នងគាត់ហ្នឹងឯងគាត់ខ្លាចតែមែនតែនហើយរត់ងាកទៅដល់កន្លែងមួយខ្មោចហ្នឹងក៏ឈប់តាមប៉ុន្តែគាត់ងាកទៅឃើញបក់ដៃហៅគាត់អញ្ចឹងណាចេះបក់ដៃសួររោតាកូនហ្នឹងឯងហើយចុះឡើងខំតែគាត់ថាធូទ្រូងណាគេឈប់តាមមានណាចុះឡើងតាមគាត់ទៅដល់មាត់ផ្លូវចូលផ្ទះគាត់ដែរសួររោកូនផ្អើលពេញហ្នឹងស្រែកឡើងផ្អើលគេអ្នកភូមិនៅម្ដុំនឹងឈូឆោទាំងយប់មកក៏
អ្នកភូមិអ្នកអីដែលគេចេញមកហ្នឹងឈូឆផ្អើលទៅក៏លក្ខណៈថាមនុស្សរឿងអ៊ូអដែរក៏បាត់អាខ្មោចលងហ្នឹងទៅដល់ពេលព្រឹកឡើងទៅសាម៉ោងមកទុកវិញទៅជាមួយកូនឲ្យកូនជូនទៅយកកង់យកអីមកវិញចាត់ទុកថាស្មារតីគាត់មិនត្រឹមដែរដោយសារតែគាត់ធ្លាប់ធ្វើទាហានធ្វើអីហើយគាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវខ្មោចលងអីច្រើនដោយសារតែប្រចាំការនៅតែក្នុងព្រៃជួបរឿងអមនុស្សវិញ្ញាណអីខ្មោចព្រាយបិសាចហ្នឹងក៏ច្រើនដែរតែវគ្គនេះគឺមកស្ដែងស្រស់ពេកមកគៀកពេកមកពីក្រោយខ្នងអញ្ចឹងដូចខ្ញុំបានជម្រាបអញ្ចឹងអាពេលយើងបាយទៅនៅពីក្រោយយើងខ្លាចមែនតើអញ្ចឹងតាមលង្កៀកដល់ផ្ទះអញ្ចឹងបាក់ស្បាតនិយាយទៅណាលេងអញ្ចឹងក្រោយមកក៏គេសម្រេចថាជំនុំគ្នាធ្វើបុណ្យឲ្យអញ្ចឹងណាគេរែងគៀសគ្នាទៅគេធ្វើបុណ្យនៅទិសកសលអីឲ្យអញ្ចឹងទៅក៏សូត្រមន្តសូត្រអីមានអាចារ្យមានអីរៀបចំកម្មវិធីបែបមកល្មមអាចថាមកសំរុំទទួលយកបានទៅក៏រៀងស្ងប់រងាប់តាំងពីពេលហ្នឹងមកហើយក្រោយមកក៏បានសុខសាន្តតាំងពេលហ្នឹងអត់ដែលមានរឿងនេះទេអត់ដែលមានរឿងអីគួរខ្លាចទេតែក្រោយមកកន្លងមកបានប្រហែលឆ្នាំវាមានអ្នកលងទឹកស្លាប់នៅនឹងស្ទឹងហ្នឹងហើយអ្នកដែលស្លាប់ហ្នឹងស្លាប់សឹងតែរាល់ឆ្នាំអាហ្នឹងកន្លងផុតមកឡើងប្រហែលឆ្នាំហើយវាដឹងមិនវាមិនដឹងថាជើងកបឬក៏មិនវាស្លាប់សឹងតែរាល់ឆ្នាំហើយលងចាប់ដើមមានខ្មោចផ្សេងលងរហូតហើយដល់ពេលគាត់ថាថ្ងៃនោះមួយប្រពន្ធគាត់ឆ្លងកាត់ស្ពានហ្នឹងទៅតាំងពីថ្ងៃដើម្បីទៅលក់ដូរអញ្ចឹងណាដល់ពេលទៅលក់ដូរនៅក្នុងភូមិគេមួយទៀតទៅឆ្ងាយទៅក៏រកបានមកវិញវាប្រលប់ចាំពេលប្រលប់ហ្នឹងវាស្ទង់លក្ខណៈថាមើលទៅព្រាលហើយណាហើយដល់ពេលអញ្ចឹងទៅត្រូវមកវិញហ្នឹងពេលប្រលប់ហ្នឹងត្រូវឆ្លងស្ពានហ្នឹងឯងហើយនឹកឃើញថាវារៀងស្ងប់រងាប់ហើយគាត់ក៏លក្ខណៈថាមនុស្សស្រីធម្មតាមនុស្សស្រីគាត់ខ្លាចហើយប៉ុន្តែដោយសារតែវារឿងស្ងប់ទៅគាត់ក៏សម្រេចចិត្តបថុយឆ្លងអាស្ពានហ្នឹងអញ្ចឹងណាតែបើមែនទៅបើគាត់ជិះវៀងទៅមកខាងទៀតនោះវាឆ្ងាយដើម្បីវៀងយកស្ពានមួយទៀតឆ្លងទៅផ្ទះគាត់នោះវាឆ្ងាយហើយដល់ពេលអញ្ចឹងទៅណាយប់ផងអីផងគាត់ថាខ្ជិលវែងឆ្ងាយក៏សម្រេចថាបថុយឆ្លងកាត់ស្ពានហ្នឹងទៅដល់ពេលឆ្លងចិត្តផុតស្ពានហើយហ្នឹងមិនដឹងគាត់ថាមិនដឹងថាវាលពឹសភ្នែកមិនតកៀកមើលអាកន្លែងដើមអំពិលហ្នឹងឃើញខ្មោចនៅលើដើមអំពិលហ្នឹងកំពុងអង្គុយសំយងជើងនៅហ្នឹងហើយគាត់ហ្នឹងគ្រាន់តែឃើញតែប៉ុណ្្នឹងហ្នឹងព្រលឹងចុងសក់បាត់ហើយជិះរត់មកងាកទៅឃើញចោះពីអាដើមអំពិលហ្នឹងមកនៅឯកូនស្ពាននេះវិញបក់ដៃហៅគាត់បក់ដៃប៉ុន្តែអត់មានហៅអត់មានអីទេបក់ដៃហើយយំគាត់តែយំបក់ដៃយំឡើងកលួចគាត់ថាគាត់ខ្លាចមែនតើហើយមិនតែជួបតែគាត់ទេក្រោយមកកន្លងមកប្រហែលឆ្នាំហើយនៅតែអ្នកជិះកាត់នៅនឹងឃើញតែខ្មោចនឹងបក់ដៃហើយរហូតបក់ដៃសួររោតកូនបក់ដៃហើយយំជិះទៅអ្នកខ្លះក៏ឃើញតម្រង់ផ្សេងពីគ្នាថាគួរឲ្យខ្លាចមែនតើស្គាល់ថាអ្នកដែលស្មារតីខ្សោយឲ្យឃើញអាចនឹងខ្លាចបាក់ស្បាតធ្លាក់ខ្លួនឈឺអីចឹងណាហើយគាត់ថាពីដើមមកនៅភូមិហ្នឹងគឺល្បីមែនតើរឿងខ្មោចលងហ្នឹងមិនដឹងថាវាមកពីណាដំបងឡើយថាខ្លាចតែខ្មោចដែលលងទឹកដំបងគេទេក្រោយមកមានខ្មោចផ្សេងទៀតលងទឹកទាំងស្រីទាំងប្រុសនៅនឹងលងដល់ពេលអញ្ចឹងទៅវាជាភូមិមួយដែលល្បីអារឿងខ្មោចលងតាំងពីជំនាន់ហ្នឹងរហូតដល់ក្រោយមកវាចូលឆ្នាំក្បាលឆ្នាំ2000 2001 2002នេះវាមនុស្សទៅនៅនឹងច្រើនដល់ពេលប្រជាជនគេនៅច្រើនទៅផ្ទះគេគៀកគ្នាទៅវារៀងស្ងប់ស្ងាត់ទៅវិញហើយក៏វាអត់សូវខ្លាចដែរសារមនុស្សទៅនៅច្រើនគេកាប់ដើមឈើគេកាប់អីត្រួសត្រាយព្រៃអីចឹងទៅវាកើតជាទីលំនៅរបស់មនុស្សចឹងណាដល់សល់ដើមអំពិលអីតិចតួចតែវាអត់សូវខ្លាចដូចមុនទេដោយសារមនុស្សនៅច្រើនយ៉ាងហោចណាស់ក៏យើងធ្ងន់ខ្លួនដែរយើងឃើញខ្មោចមិនក៏យើងស្រែកទៅគេលឺគេផ្អើលឈូឆទៅវាមានគេមានអីណាវាអត់សូវអីដល់ពេលឆ្លងមកពីឆ្នាំ90ជាងមកដល់ឆ្នាំ2000ជាងឆ្នាំគេរីចម្រើនទៅហើយគាត់ថាវាឈប់មានខ្មោចមានអីហើយដល់ពេលថ្ងៃនោះមួយចៅគាត់ចេញពីសាលាមកជិះកាត់វាលក្ខណៈថាវាចេញមកពីសាលានោះវាត្រូវជិះមកដល់ផ្ទះយូរហើយប៉ុន្តែវាចាប់លេងបាល់នៅសាលាចាប់លេងបាល់ទៅវាមកវិញវាប្រលប់ទៅមកវិញខ្មោចលងវាទៀត
ហើយក្រោយមកទៀតតាំងពីនោះមកដោយរឿងស្ងប់ស្ងាត់ហើយដោយសារតែគេមិននៅច្រើនទៅវារឿងអ៊ូអទៅដូចជារឿងស្ងាត់រឿងខ្មោចលងនឹងអានេះគឺជារឿងរ៉ាវដែលគាត់ឆ្លងកាត់ណាអ៊ំដាគាត់បានឆ្លងកាត់កាលពីគាត់នៅអាចចំនួនឆ្នាំ90ជាងហ្នឹងហើយរឿងហ្នឹងគឺគាត់ចងចាំទុករហូតឲ្យតែជិះកាត់ស្ពានហ្នឹងនៅសម័យឃើញមកដល់ពេលអញ្ចឹងទៅគាត់ថាបានជាគេហៅភូមិបក់ដៃហ្នឹងភូមិដែលប្រជាជនគេហៅអ្នកភូមិហ្នឹងគេហៅតគ្នាណាដំបូងគេហៅភូមិខ្មោចបក់ដៃដល់ពេលគេហៅតាមលក្ខណៈថាខ្មោចដែលបក់ដៃហៅរកូនសួររកូនហ្នឹងពេលហៅចលទៅនៅតែភូមិបក់ដៃទៅក៏ហៅតគ្នាទៅក្រោយមកកន្លែងដែលគេរីចម្រើនភូមិនឹងរីចម្រើនធ្វើផ្លូវធ្វើអីធ្វើផ្ទះមានប្រជាជនអីនៅច្រើនទៅក៏គេឈប់ហៅភូមិបក់ដៃហ្នឹងទៅហើយបញ្ជាក់បន្តិចពីដើមមកផ្លូវភូមិហ្នឹងគេហៅថាភូមិរោករ៉ាហើយស្ពានហ្នឹងដូចជាគេហៅស្ពានរោករ៉ាដល់ពេលឥឡូវនេះវាទីតាំងដែលគេហៅភូមិបក់ដៃហ្នឹងវាទៅជាភូមិផ្លូវការដែលគេដាក់ឈ្មោះផ្លូវការគឺគេហៅភូមិមណ្ឌល3ដល់បច្ចុប្បន្នហ្នឹងណាប្រិមត្តអរគ្នានេះគឺជារឿងរ៉ាវដែលដកស្រង់ពីប្រវត្តិរឿងរ៉ាវព្រឺព្រួចនៅក្នុងភូមិបក់ដៃដែលបច្ចុប្បន្ននេះគឺនៅក្នុងភូមិមណ្ឌល3នៅខាងខេត្តសៀមរាបមាត់ស្ទឹងយើងណាហើយដូចដែលខ្ញុំបានសួរទៅកាន់ប្រិមិត្តដែលបានស្ដាប់ហ្នឹងថាតើស្ពានចាស់ដែលធ្លាប់មានខ្មោចលងហើយមានដើមអំពិលដើមអីហ្នឹងសប្តាហ៍ថ្ងៃហ្នឹងវានៅតែមានដដែលទេឬក៏គេរុះរើគេកាប់ដើមអំពិលហើយគេរុះរើស្ពានចាស់ហ្នឹងចោលដែលវាទ្រុឌទ្រោមហើយគេធ្វើស្ពានថ្មីហើយនៅបើសិនជាមានបងប្អូនឬក៏ប្រិមិត្តណាដែលគាត់បានដឹងរឿងឬក៏គាត់បានឆ្លងកាត់តំបន់ហ្នឹងជួយផ្ដល់ដំណឹងជួយខមមិនប្រាប់នៅខាងក្រោមវីដេអូឲ្យខ្ញុំក៏ដូចជាឲ្យប្រិមិត្តផ្សេងទៀតលោកបានដឹងអំពីរឿងនេះឲ្យបានច្បាស់ផងអញ្ចឹងណាប្រិមិត្តអរគ្នាបាទហើយការវិលមកជួបគ្នារបស់យើងនៅក្នុងកម្មវិធីយប់15កើតគឺមានតែប៉ុណ្ណេះហើយក៏សូមថ្លែងអំណរគុណដល់ប្រិមិត្តទាំងប្រិមិត្តចាស់ទាំងប្រិមិត្តថ្មីដែលតែងតែគាំទ្រនៅការចែកម្លែករបស់ខ្ញុំហើយការចែកម្លែកនេះគឺយើងមិនតម្រូវឲ្យបងប្អូនជឿទាំងស្រុងនោះទេគ្រាន់តែជាការចែកម្លែកចាត់ទុកថាជាការស្ដាប់កំសាន្តអារម្មណ៍ពេលសម្រាប់លំហែពីការងារឬក៏ការស្ដាប់ដើម្បីបំបត្តិអបសុខទៅចុះព្រោះរឿងខ្លះវាជារឿងដែលកើតឡើងពិតហើយរឿងខ្លះទៀតក៏បានមកពីការនិយាយប្រាប់តគ្នាដែរដល់ពេលអញ្ចឹងទៅយើងក៏មិនអាចអះអាងមានដំណោះតំណាងត្រឹមត្រូវថារឿងហ្នឹងវាពិតជាកើតពិតប្រាកដឬក៏វាជារឿងបដិទ្ធទេដូច្នេះហើយសូមត្រឹមតែប្រិយមិត្តទាំងអស់គ្នាស្ដាប់តែជាការកំសាន្តតែប៉ុណ្្នឹងទៅចុះហើយបើសិនជាមានកំហុសឆ្គងនៅក្នុងការអធិប្បាយដោយប្រការណាមួយនោះសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងព្រោះខ្ញុំមិនមែនជាអ្នកអធិប្បាយអាជីពទេហើយជាចុងក្រោយក៏សូមជូនពរប្រិយមិត្តលោកអ្នកស្ដាប់ទាំងអស់មានសុខភាពល្អរោគទទួលទានមានបានហើយអ្វីដែលពិសេសនោះគឺថែរក្សាសុខភាពហើយខ្ញុំនេះឧស្សាហ៍ផ្ដាសាយមែនទែនសូម្បីតែនិយាយចែកម្លែកនេះក៏ផ្ដាសាយដែរដល់ពេលអញ្ចឹងទៅគុណភាពសំឡេងក៏វាពិបាកពេលខ្លះកន្លែងខ្លះបងប្អូនអាចពិបាកស្ដាប់បន្តិចអញ្ចឹងក៏សូមអធិស្ឋានផងដែរត្រង់ចំណុចនេះមួយទៀតបើសិនជាបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់លោកមានបំណងចង់ចែកម្លែកនៅរឿងរ៉ាវអបិយជំនឿដែលបានកើតឡើងទៅលើខ្លួនឯងផ្ទាល់ឬក៏បានមកពីបងប្អូនសាច់ញាតិមិត្តភ័ក្តិហើយមានបំណងចង់ចែកម្លែកមកកាន់កម្មវិធីយើងខ្ញុំក៏អាចទំនាក់ទំនងបានតាមរយៈ Facebook Page យប់15កើតក៏ដូចជា Channel Telegram យប់15កើតរឿងរ៉ាវប្រិយមិត្តដែលខ្ញុំនឹងទម្លាក់ជូននៅក្នុង description ខាងក្រោមវីដេអូនេះការវិលមកជួបគ្នានៅក្នុងរាត្រីនេះគឺមានតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅក្នុងរាត្រីបន្តទៀតខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា